សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ Shank Yes ចឹងថ្ងៃនេះជិតចុងខែដែរហើយថ្ងៃទី28បាទថ្ងៃអង្គារយើងចូលក្នុងវីដេអូមកទៅកុំឲ្យវែងដោយសារយើងងាកទៅមើលផ្សារបន្តិចrecap ត្រឡប់ទៅវិញកាលពីអាទិត្យមុនថ្ងៃសុក្របាទអញ្ចឹងយើងឲ្យជាគោលដៅទៅគឺត្រូវចំល្អអូខេអូជាស្រ័យអញ្ចឹងអាចថាអ្នកនរគ្នាពិបាកមើលបន្តិចហើយបាទ20អូខេអញ្ចឹងខ្ញុំ remove ខ្លះអូខេអញ្ចឹងបន្ទាប់ពី remove ហើយ yes យើងមានតែ sim ទីមួយទេកាលហ្នឹងបាទជាបន្តធ្លាក់ចុះ yes អញ្ចឹងតម្លៃគឺចេញពីម្ដុំនេះដែលខ្ញុំគូនេះកន្លែងនេះគឺជាតម្លៃដែលយើងបាយបាទចន្លោះតម្លៃប៉ុណ្ណឹងពី0ប្រអប់នេះទៅបាទអញ្ចឹងវាគៀកនឹង20ខ្ទង់25នេះក៏យើងទិញបានដែរអូខេអញ្ចឹងបន្ទាប់មកឡើងទៅដល់បាទឡើងទៅម្ដុំនេះហើយត្រឹមតែប៉ុណ្្នេះទេbreak ថងចំណុចហ្នឹងទៀតអញ្ចឹងបន្តទៅដល់លើ FVG 4ម៉ោងនេះជាអីដែលយើងតាមការរំពឹងទុករបស់យើងមែនបាទ65 85បាទចន្លោះប៉ុណ្ណឹងអូខេអញ្ចឹង feel ហើយក៏ធ្លាក់មកមកក្នុង TP មួយរបស់យើងនេះចន្លោះ TP មួយរបស់យើងអញ្ចឹងគឺ40គឺ40 45គឺប៉ុណ្ណឹងអញ្ចឹង yes ធ្លាក់មកដល់45ហើយបានបិទផ្សារតាម45បន្ទាប់មកក៏វាមានបាទការចរចាផ្សេងគាត់ណាវាមិនចាំជាការចរចាទេបាទក៏ហុញតម្លៃមាសបើកផ្សារឲ្យច័ន្ទមកដាច់ gap ទៅដល់លើបាទឆ្លៀមក feel នៅ FVG 1ម៉ោងរបស់ទីផ្សារវិញបាទវាដល់41បាទដល់41 10ជាងដូចជា17 18អ្នកនរគ្នាគឺដល់ប៉ុណ្្នឹងមែនអញ្ចឹងនេះគឺវាក៏មកដល់តម្លៃដែលយើងបាន mark ដែរតែកន្លែងនេះគឺយើងអត់ expect មែនតើអត់ expect ថាវានឹងមកដល់ហ្នឹងទេដោយសារអានេះធម្មតានៅក្នុងទីផ្សារគឺអញ្ចឹងឯងប៉ុន្តែបើតាមពិតទីផ្សារនេះគឺរត់មហោយ៉ាងច្រើនឡើងទៅតាម80ហ្នឹងគឺនឹងព្យាយាមហ៊ុញតម្លៃតម្លាក់មហោ4000ស្ដើង4020ឯងប៉ុន្តែអត់អីទេបាទអញ្ចឹងថ្ងៃច័ន្ទបើកផ្សារមកក៏ទីផ្សារបន្តចុះរហូតដែរអញ្ចឹងយើងក៏ sell ពីម្ដុំនឹងមកដូចគ្នាបាទមហោ TP2 TP1 យើងចំណេញត្រើបាទហើយគ្រាន់តែថាអត់ទាន់ទៅដល់ទីផ្សារដែលយើងចង់ទៅដល់4000ស្ដើងដល់4020បាទអញ្ចឹងអាហ្នឹងខ្ញុំគូនៅក្នុងនេះមួយទៀតអញ្ចឹងខ្ញុំគូអញ្ចឹងយើងក៏លេខមកមើលនៅក្នុងនេះវិញអ្នកនរគ្នាដោយសារខ្ញុំគូនៅក្នុងនេះដែរបាទវាគូច្រើនប្រឡោះពេកyes អញ្ចឹងតាំងពីម្សិលមិញខ្ញុំមិនបានធ្វើជាវីដេអូទេដោយសារម្សិលមិញខ្ញុំក៏ច្បាប់ដែរអញ្ចឹងទៅខ្ញុំគ្រាន់តែបានanalyze នៅក្នុង channel ទេតែមានបងប្អូននៅក្នុងហ្នឹងបាទអញ្ចឹងយើង sell តាំងពី41ខ្ទង់ចន្លោះប៉ុណ្ណឹង41 15បាទ41 20 41 10ក៏យើង sell បានដែរអញ្ចឹងយើង sell មកតាំងពីកពូលនេះមករហូតអញ្ចឹងគោលបំណងរបស់យើងម្សិលមិញហ្នឹងគឺមាន gap ឡើយនេះបាទឃើញមាន gap ឡើយនេះអញ្ចឹងគោលដៅរបស់យើងគឺ sell មកហៅ gap ថងចំណុចហ្នឹងអញ្ចឹងខ្ញុំគូនេះអញ្ចឹង gap របស់យើងគឺ45ជាង46ជាងបាទគឺប៉ុណ្ណឹងអញ្ចឹងក៏គ្រប់នៅ target របស់យើងនៅក្នុងការ feel clear ដល់នេះទៀតយក liquidity ឲ្យអស់ហើយប៉ុន្តែអត់ដល់ low 4022នេះទេបាទអត់ទាន់ដល់ demand zone របស់យើងជានៅក្នុងកន្លែងនេះដូចគ្នា4000និង4000ស្ដើងបាទអញ្ចឹងយើងមកមើល graph ទី3វិញម្ដងថ្ងៃនេះបាទដោយសារអស់កន្លែងគូជាអ្នកនរគ្នាអញ្ចឹងឥឡូវនៅក្នុង time frame 4ម៉ោងបាទខ្ញុំជួនជា sim ទី1ទៅអាចថាជាបន្តទៅក្រោមទៀតបាទគោលដៅដដែលដូចថ្ងៃមុនអញ្ចឹងយើងឃើញថាចំណុចនេះក៏មាន FVG ដែរបើសិនយើងនិយាយពី technical បាទ4ម៉ោងនៅចំណុចនេះដែរអូខេអញ្ចឹង time frame ធំយើងប្រើវាមើលទៅវា valid ជាងយើងមើល time frame ទូចបាទពីច្រើន time frame ទូចដូចជា5នាទីឬ15វាយើង noise សម្រាប់អ្នកនរគ្នាហើយសម្រាប់យើងបើសិនជាយើងចង់ fast execution អាហ្នឹងយើងអាចធ្វើវាបានអូខេអញ្ចឹងទីផ្សារ yes ទីផ្សារនេះមានន័យថាមាន gap ថងចំណុចនេះមែនប៉ុន្តែទីផ្សារនេះអត់ទាន់បានឡើងទេអញ្ចឹងទីផ្សារហ្នឹងអាចរត់បែបនេះចេញពីម្ដុំហ្នឹងមហោខ្សែ MA របស់យើងហើយនឹងមានការតម្លាក់ខ្លួនមហោ low 4022ហ្នឹងនៅក្នុងโซนនេះវិញក៏អាចទៅរួចដែរអញ្ចឹងចំណុចខ្សែ MA យើងនឹងអាចរត់មកបែបនេះអញ្ចឹងរហូតអញ្ចឹងវានឹងអាចព្យាយាមទៅ feel ម្ដុំប៉ះម្ដុំហ្នឹងហើយនឹង rebound ចុះមកវិញដូចគ្នាបន្តទៅជា down trend ដូចគ្នាអញ្ចឹងគោលដៅគឺយើងដដែលបាទ4000
ស្ដើង4020ហើយក៏យើងមានគោលដៅនៅម្ដុំនេះដែរ3980 3960ផ្សេងៗបាទគោលដៅចាស់គឺបើយើងគិតទៅគឺមាន low ពីធំនេះទៅអូខេអញ្ចឹងយើងកន្លែងនេះគឺ feel ហើយយើងប្រើអឺចាស់របស់យើងមកអូខេអូខេអូខេអញ្ចឹងយើងមាននេះ3960បាទ3952 3942ក៏ជាគោលដៅរបស់យើងដែរតែគ្រាន់តែឲ្យដែលយើងចង់ឲ្យអ្នកនរគ្នាមើលខ្លីបាទគឺថា4000 4020សិនវាគៀកដែរហើយបាទអញ្ចឹងអាហ្នឹងគឺជា scene ទី1សម្រាប់អ្នកនរគ្នាអូខេអញ្ចឹងនៅក្នុង scene ទី2ឥឡូវយើងប្រើ time frame 4ម៉ោងដដែលទៅអ្នកនរគ្នាយើងប្រើ time frame 4ម៉ោងដដែលអញ្ចឹងបើទីផ្សារនេះបាទអានេះយើងរកកន្លែង scene ទី2គឺ buyback reversal ថងចំណុចហ្នឹងអញ្ចឹងscene ទី2អាចថាយើងយក low ចំណុចម្ដុំនេះជា low យកមកដងនេះក៏បានឬក៏បើយើងមើលនៅក្នុង time frame 1ម៉ោងយើងនឹងឃើញ low ប៉ុន្តែឥឡូវខ្ញុំគូចេះវិញយើងគូឡើងនេះគឺជា low 4035ជាតម្លៃ buy ដែរអូខេយើងយក4035វិញអញ្ចឹងបើសិនជាទីផ្សារហ្នឹងឥឡូវនេះបាទក្នុង time frame 4ម៉ោងទៅបែបហ្នឹងហើយបិទបានទៀតបាទអាហ្នឹងយើងនឹងទៅមើលពាក់ព័ន្ធជាមួយនឹង time frame 1ម៉ោងមួយទៀតដូចគ្នាអញ្ចឹងបើសិនជា time frame ហ្នឹង4ម៉ោងនិង1ម៉ោងចេញទៅបិទផុតនៅម្ដុំហ្នឹងផុតលើ average បន្តិចអូខេអញ្ចឹងសំខាន់ឲ្យទៅបិទផុតអញ្ចឹងនៅក្នុង time frame 1ម៉ោងគឺយើងមើលជាគោលជាមួយនឹង4ម៉ោងជាចាំបាច់អញ្ចឹងទីផ្សារហ្នឹងអាចនឹងរុញបាទនៅពេលឧទាហរណ៍បើបិទបានបាទអញ្ចឹងនឹងអាចរុញមករក low នេះបន្តិចហើយបានបន្តទៅលើដូចគ្នាអញ្ចឹងអីដែលយើងមើលនៅក្នុងទីផ្សារអត់អីទេយើងយកចំណុចម្ដុំហ្នឹងទៅអញ្ចឹងជា TP របស់យើងយក moving average នេះមួយអូខេ moving average នេះមួយអញ្ចឹងតម្លៃគឺ4065អូខេអញ្ចឹងយើងអាចយកចំណុច high នេះមួយបាទនៃ candle 4ម៉ោងនេះបាទ4082ដូចគ្នាអូខេអញ្ចឹងយើងមើលប៉ុណ្ណឹងហើយចំណុចនេះក៏យើងអាចយកបានដែរមកកម្មតចំណុចនេះតែខ្ញុំជូនឡើងនេះមួយទៀតជូនអ្នកនរគ្នាអូអធិស្ឋានអូខេអញ្ចឹងកន្លែងនេះគឺ4096អញ្ចឹងអានេះជាគោលដៅសម្រាប់ទីផ្សារបើសិនជាយើងរកកន្លែង buy ទៅវិញពីតំបន់នេះមករក4096អញ្ចឹងគឺត្រូវឆ្លងបន្តិចដូចគ្នាអញ្ចឹងឥឡូវយើងក៏លេខទៅមើល time frame 1ម៉ោងវិញអូខេដូចគ្នា yes អញ្ចឹងវាថាចលាគ្នាតិចតួចទេអត់បញ្ហាទេយើងអាចយកកពូលនេះទៀតក៏បានដែរបាទ41 10ជាងអញ្ចឹងមានន័យថាវានឹង complete 100%ទៅរកតម្លៃដើមដែលវាចុះមកវិញដូចគ្នាអាហ្នឹងក៏អាចដែរបាទអញ្ចឹងខ្ញុំគូជូនមួយទៅជូនអ្នកនរគ្នាទៅអូខេអញ្ចឹងតម្លៃអាចថា41 10បានហើយទៅ41 20ជាគោលដៅដូចគ្នាអញ្ចឹងយើងគឺមានប៉ុណ្ណឹងសម្រាប់ទីផ្សារ yes scene ទី2គឺមានប៉ុណ្ណឹងជូនអ្នកនរគ្នាអូខេអញ្ចឹងយើងក៏លេចទៅមើលដេករាល់ដងប្រាក់ដុល្លារនៅតែ strong បាទ101នៅខ្ពស់ល្អប៉ុន្តែប្រេងធ្លាក់ច្រើនមែនទែនអ្នកនរគ្នាអញ្ចឹងឡើងពីដល់93កន្លះធ្លាក់មកដល់80កន្លះវិញអញ្ចឹងវា3ទៅ10ដុល្លារក្នុងមួយបារ៉ែលដូចគ្នាក៏ច្រើនមែនទែនអញ្ចឹងសម្រាប់ប្រេងនេះតម្លៃប្រេងខ្ញុំគិតថាតិចទៀតអាចនឹងឡើងវិញដូចគ្នាដោយសារតែមានបញ្ហាសង្គ្រាមច្រើនទាក់ទងជាមួយនឹងអាមេរិកអ៊ីរ៉ង់បាទហើយក៏មានទាក់ទងជាមួយនឹងសាអូឌីអារ៉ាប៊ីជាមួយនឹងយេម៉ែនដែរពួក Houthis ដូចគ្នាអញ្ចឹងក៏ទាក់ទងជាមួយនឹងច្រកសមុទ្រ Red Sea ដូចគ្នាដែលខាងយេម៉ែនចង់ព្យាយាមធ្វើដូចច្រកសមុទ្រ Hormuz ចឹងអញ្ចឹងបើសិនជាអញ្ចឹងមែនក៏ឥឡូវកំពុងតែនៅវាយប្រហារគ្នាដែរអញ្ចឹងក៏អាចរុញតម្លៃប្រេងហ្នឹងឲ្យចុះមកក្រោមទៀតដែរអញ្ចឹងមាសក៏អាចមានឱកាសថាបន្តទៅលើគួរសមដែរអញ្ចឹងអាហ្នឹងយើងនឹងមើលទៅតាមជាក់ស្ដែងដូចគ្នាអញ្ចឹងចំណុចត្រង់ហ្នឹងគឺវា relate ជាមួយនឹង scene ទី2ដែលខ្ញុំផ្ដល់ជូនអ្នកនរគ្នាតែឥឡូវនេះគឺកំពុងវាយប្រហារប៉ុន្តែអាមេរិកជាមួយនឹងអ៊ីរ៉ង់មានន័យថាផ្អាកបន្តិចសិនទាក់ទងជាមួយនឹង air strike ទាក់ទងមួយ air campaign អញ្ចឹងមានន័យថាពពួកបាញ់គ្នាលើអាកាសហើយផ្សេងៗបាទអាហ្នឹងអាចថាតាមប្រព័ន្ធអាកាសបាទអញ្ចឹងអាចថាសម្រាកបន្តិចប៉ុន្តែមិនមែនឈប់ផ្ដាច់ទេអញ្ចឹងសង្គ្រាមអាចកើតឡើងគ្រប់ពេលអាចបន្តបាញ់គ្នាភ្លាមៗគ្រប់ពេលអញ្ចឹងចំណុចហ្នឹងអាចធ្វើឲ្យប្រេងធ្លាក់ចុះហើយមាសឡើងថ្លៃដល់កម្រិត41 40វិញដូចគ្នាអញ្ចឹងបាទខ្ញុំជូនជា scene ទី2អ្នកនរគ្នាហ្នឹងគឺបែបហ្នឹងវា relate ទៅបែបជាមួយគ្នាបែបហ្នឹង
អូខេទេអញ្ចឹងនៅក្នុង Forex Factory អ្នកនរគ្នាអឺมันមានអីធំដុំទេបាទ28 29អត់មានអីធំដុំទេប៉ុន្តែថ្ងៃ30ត្រូវជាថ្ងៃពហុមានន័យថាយប់បើយើងគិតទៅយើងសម្រាកបាត់ហើយម៉ោង1យប់ហ៎បាទអញ្ចឹងគឺមានតកតងជាមួយនឹង Federal Fund Rate yes FOMC statement ហើយនឹង press conference នៃផ្សេងៗដូចគ្នាម៉ោង1កន្លះអញ្ចឹងវាគៀកគ្នាទេបាទកន្លែងនេះគឺសំខាន់អញ្ចឹងអត្រាការប្រាក់អាចថានៅរក្សាដដែលទេបាទបើតាមយើងមើលទៅអញ្ចឹងបើរក្សាដដែលក៏អាចហុញមាសដែរអញ្ចឹងវាថាអាចថាទៅលើទៅក្រោមវាមិនចំជាទិសណាមួយទេអាហ្នឹងបើសិនជាកាត់អាហ្នឹងគឺអាចថាហុញមាសទៅលើមកបាទតែបើសិនជាទៅឡើងទៀតអាហ្នឹងគឺមាសប្រកាសជាទៅក្រោមទៀតហើយគឺដាំក្បាលចុះមែនតើហើយពិបាកនៅក្នុងការងើបមែនតើហើយដោយសារអាហ្នឹងវារងសម្ពាធពីដុល្លារពីអីផងបាទពីសង្គ្រាមពីតម្លៃប្រេងផ្សេងផងចាបើ fund rate ហ្នឹងមកទៀតទៅឡើងអាហ្នឹងគឺបញ្ហាគឺទៅក្រោមមែនតើហើយប៉ុន្តែពីច្រើនគឺរក្សាទេប៉ុន្តែក៏វាអាចថាក្លុកទីផ្សារធ្វើឲ្យទីផ្សារមាសបាទឡើងចុះលឿនដែរអញ្ចឹង liquidity លើក្រោមទាំង buy ទាំង sell គឺ liquidate ទាំងអស់អញ្ចឹងអាហ្នឹងគឺជាអីដែលយើងត្រូវប្រយ័ត្នប្រយែងមែនតើហើយបូកថ្ងៃទី28 29 30 31នៅថ្ងៃជួញដូរទេអញ្ចឹងអាចថាអ្នកដែល hold បាទដូចជា buy ឬក៏ sell ផ្សេងក៏អាចមានការ take profit ដូចគ្នាអញ្ចឹងក៏អាចហូនតម្លៃទៅមួយណាដែរបាទអាចហូនតម្លៃទៅលើទៅក្រោមលឿនរហ័សដូចគ្នាមាន liquidity ខ្លាំងមែនតើអញ្ចឹងអាហ្នឹងគឺអ្នកនរគ្នាត្រូវតែប្រយ័ត្នប្រយែងតែបើយល់ល្អយើងជួញដូរត្រឹមថ្ងៃស្អែកបាទថ្ងៃអង្គារថ្ងៃពុធអូខេដល់ពេលថ្ងៃឆ្លងចូលដល់យប់តែមុននឹងទោះបីព័ត៌មានហ្នឹងម៉ោង1មែនតែក៏វាមាន sentiment នៅក្នុងទីផ្សារហ្នឹងដែរបាទអញ្ចឹងមុនទីផ្សារក៏អាចមានការ control ឡើងចុះដូចគ្នាអញ្ចឹងនៅពេលដែលយើងចូលហើយយើងមាន profit ហើយយើងអាចថាម៉ោងថ្ងៃហ្នឹងយើងសម្រាកមកចាំថ្ងៃសុកចាំថ្ងៃអីយើងរកកន្លែងចូលផ្សេងទៀតក៏បានដែរវាជាជាងយើង take risk ហើយណាមួយក៏យប់ដែរបាទតែយើងជាប់សារគឺពិបាកហើយអូខេអញ្ចឹង យើងមានតែរងចាំមើលបងប្អូនគ្នាអញ្ចឹងខ្ញុំនឹង update បន្ថែមនៅថ្ងៃស្អែកថ្ងៃពុធដោយសារវាគៀកថ្ងៃនឹង Federal Fund Rate ដូចគ្នាអញ្ចឹងថាមានការប្រែប្រួលនៅមានប្រភពណានិយាយថាមិនបែបមិនយ៉ាងម៉េចចាំខ្ញុំ update ជូនអ្នកនរគ្នាដូចគ្នា yes អញ្ចឹងyes សម្រាប់ market គឺមានតែប៉ុណ្្នឹងជូនអ្នកនរគ្នាអរគុណជួបគ្នានៅវីដេអូក្រោយ